ពេលនេះខ្ញុំចែករំលែកពាក់ព័ន្ធជាមួយ SOP របស់ហាងកាត់សក់ឬក៏សាលាកាត់សក់ដែលបងប្អូនអាចយកទៅប្រើប្រាស់បានអញ្ចឹងសម្រាប់បងប្អូនដែលបើកក្នុងការទទួលបរិញ្ញាសិស្សបងប្អូនគួរតែបរិញ្ញាសិស្សដែលឲ្យមាន SOP ត្រឹមត្រូវនៅពេលដែលគាត់យល់អំពីដំណើរការនៃការបើកហាងកាត់សក់ឬក៏ដំណើរការនៃការកាត់សក់គាត់ងាយស្រួលក្នុងពេលចេញទៅគាត់មានចំណេះដឹងត្រឹមត្រូវពេលដែលបានគាត់ទៅបើកហាងចេញរបររកស៊ីក្នុងគាត់យល់ពី process នៃការងារទាំងអស់ហ្នឹងអញ្ចឹងក្នុងនាមជាគ្រូឬក្នុងនាមជាអ្នកដែលបដិបដាទៅលើវិស័យហ្នឹងបងប្អូនគួរតែកែប្រែបើសិនជាបងប្អូនមានហើយល្អប៉ុន្តែបើសិនជាបងប្អូនមិនទាន់មានទេបងប្អូនគួរតែកែប្រែពីរបៀបរបបនៃការធ្វើការនៅក្នុងវិស័យកាត់សក់នេះដើម្បីឲ្យវិស័យយើងកាន់តែរីកចម្រើនស្មើមុខស្មើមាត់ជាមួយនឹងប្រទេសជិតខាងយើងបាទអញ្ចឹងអ្វីទៅជា SOP បានន័យថាវាទាក់ទងជាមួយនឹង Standard Operation Procedure អញ្ចឹងណាបងប្អូនអរគ្នាបាទគោលបំណងនៃ SOP នេះគឺធានាគុណភាពធានាគុណភាពសេវាកម្មរបស់យើងឲ្យវាស្មើគ្នាបងប្អូនដែលឃើញហើយពាក់ព័ន្ធជាមួយនឹង franchise មួយចំនួនបើសិនជាបងប្អូនទិញ franchise នៅកាហ្វេមួយទិញនៅហាងផ្សេងគឺលក្ខណៈរសជាតិនិងការបម្រើសេវាកម្មគាត់ដូចគ្នាអត់សូវខុសនឹងហើយគេហៅថា SOP ហ្នឹងបងប្អូនរបបនៃការធ្វើការងារបង្កើតភាពជំនាញនិងវិជ្ជាជីវៈច្បាស់លាស់បាទធ្វើឲ្យអតិថិជនពេញចិត្តនិងត្រឡប់មកវិញម្ដងទៀតអីចឹងណាបងប្អូនបាទអញ្ចឹងការទទួលអតិថិជនហ្នឹងយើងធ្វើម៉េចបាទជំហានទី1គឺស្វាគមន៍សួស្តីបងអីចឹងទៅបងប្អូនអីចឹងទៅបាទសួរតម្រូវការបងចេញមកមានតម្រូវការអីដែរបងចង់កាត់សក់ក៏សក់លាបពណ៌អីចឹងណាបងប្អូនអរគ្នាបាទតែបងធ្លាប់កាត់ម៉ូដនឹងណាទេពីមុនមកយើងមើលអញ្ចឹងជាងទាំងអស់គ្នាត្រូវតែមានប្រឌិតសក់ប្រឌិតក្បាលរបស់គាត់តម្រង់របស់គាត់អីចឹងណាបាទហើយសួរយោបល់បន្ថែមបាទអញ្ចឹងស្តង់ដារការនិយាយសុភាពរាបសារបាទកុំឆ្លើយកុំអីចឹងណាបាទមានភាពច្បាស់លាស់អង្គតែចាប់តាមកាត់សក់ចឹងបាទអ្វីដែលយើងត្រូវត្រៀមចំណុចទី2នេះគឺជំហានទី1គឺយើងសម្អាតបាទទាក់ទងជាមួយឧបករណ៍ត្រូវតែត្រៀមលក្ខណៈឲ្យស្រេចជាមួយនឹងបូកជាមួយនឹងអនាម័យរបស់យើងណាហើយយើងពាក់អាវកាត់សក់ជួនរៀបចំឧបករណ៍ឲ្យផ្សេងបាទអញ្ចឹងយើងត្រូវធានាថាការឧបករណ៍របស់យើងអីហ្នឹងគឺត្រូវមានអនាម័យនិងភាពស្អាតបាទថាកញ្ចក់មិនថាអីយើងបាទចំណុចទី3ពាក់ព័ន្ធជាមួយដំណើរការនៃការកាត់អញ្ចឹងដំណើរការនៃការកាត់គឺជំហានដំបូងយើងត្រូវតែបែងសក់បាទតាមតំបន់ថប់ផ្សាយបែងចំហៀងក្រោយហើយនឹងកន្លែងក្រោយនឹងផតបន្តមកទៀត 3.2 នេះគឺកំណត់ប្រវែងបាទកំណត់ guideline ហ្នឹងបានថាប្រវែងដំបូងបាទប្រវែងដំបូងថាយើងចង់បានប្រវែងណាអីបែបណាបាទហើយ 3.3 នេះគឺតកតងមួយការកាត់ចង់កាត់ម៉ូដអីគេcrop taper ឬក៏ fade អីចឹងទៅតាមលក្ខណៈដែលភ្ញៀវកំងហើយ 3.4 នេះពាក់ព័ន្ធនឹង fading ឬ blending ឥឡូវនេះតកតងជាមួយនឹងការយើង fade ឬក៏ធ្វើឲ្យស្មៅធ្វើម៉េចយើងធានាថាភាពស្មើរលោងមាត់ខំហើយល្អមិនឃើញក្លិចក្លាក់ចំណុចទី 3.5 ទាក់ទងមួយ detailing នេះបើកាត់ស្អាតមានជ្រុងមានរូបរាងមាន line ច្បាស់លាស់មានទម្រង់មានអីត្រឹមត្រូវអញ្ចឹងណាបាទអញ្ចឹងស្តង់ដារវាពាក់ព័ន្ធជាមួយនឹងការស្មើស្អាត blending ល្អបាទមិនខូចរូបរាងបាទកាត់ទៅមានកន្ទុយកពុតមិនចេញពយក្បាលអីទៅពេញកំប៉ោងខុសពីធម្មជាតិរបស់គេណាអញ្ចឹងលឿនហើយត្រឹមត្រូវទៀតតែម្ដងបាទទាក់ទងនឹងចំណុច4ការតុបតែងសក់បាទយើងពេលយើងកាត់ហើយយើងត្រូវតែមានការផ្លុំការកក់អីចឹងទៅប្រើភូម៉ែតឬក៏វែកដើម្បីបង្កើត style ឲ្យគាត់មុនគាត់ចាក់ចេញដើម្បីឲ្យឃើញសម្រស់នឹងទឹកដៃនៃម៉ូដសក់របស់គាត់នឹងចាប់ដើមមើលទៅឃើញខុសប្លែកមុនពេលគាត់ចូលមកដល់ចឹងណាបាទអញ្ចឹងការស្តង់ដារគឺត្រូវតែមានភាពស្អាតហើយទាន់សម័យសមនឹងមុខរបស់អតិថិជនអញ្ចឹងកាត់ស្អាតយ៉ាងណាក៏ដោយសំខាន់ធ្វើឲ្យអតិថិជនសប្បាយចិត្តហ្នឹងបងបាទចំណុចទី5ពាក់ព័ន្ធជាមួយនឹងការត្រួតពិនិត្យទៅលើគុណភាពបាទអញ្ចឹងពិនិត្យទៅលើគុណភាពហ្នឹងបានន័យថាជំហានដំបូងតើទៅលើក្រេមុខខាងក្រោយខាងលើអីចឹងទៅហើយសួរតែជួនថាយើងពេញចិត្តអត់អញ្ចឹងទាំងអស់ហ្នឹងសិតតែយើងឆែកទៅលើភ្ញៀវមុននឹងចាប់ដើមយើងកាត់ឲ្យគាត់អញ្ចឹងណាគាត់ត្រឡប់ទៅវិញជាស្រ័យមុនគាត់ត្រឡប់ទៅវិញដើម្បីគាត់ថាអ្វីដែលយើងបម្រើសេវាកម្ម
ឲ្យគាត់នឹងគាត់ពេញចិត្តហើយនៅប៉ុណ្ណឹងបាទហើយពាក់ព័ន្ធជាមួយនឹង customer service ហ្នឹងបាទទៅការអតិថិជនហ្នឹងគឺត្រូវតែផ្ដល់យោបល់ឲ្យគាត់ពាក់ព័ន្ធនឹងការថែទាំទិញផលិតផល web chat អីហ្នឹងដើម្បីឲ្យគាត់យកទៅលាបដើម្បីបង្កើត style សក់គាត់មុនគាត់ត្រឡប់វិញអញ្ចឹងទាំងអស់នេះគឺជាចំណុចមួយដែលពួកយើងឬក៏គ្រូក្នុងការបរៀនឬនិយាយប្រាប់ទៅសិស្សពីដំណើរការបាទគឺសម្រាប់អ្នកថ្មីដែលគាត់ដើរលើវិស័យហ្នឹងតែម្ដងបាទហើយចំទី7គឺពាក់ព័ន្ធមួយការសម្អាតកៅអីបន្ទាប់ពីយើងបម្រើអតិថិជនហើយឧបករណ៍អីផ្សេងគឺត្រូវតែសម្អាតរៀបចំទុកជាស្រេចសម្រាប់យើងបម្រើទៅភ្ញៀវផ្សេងទៀតពាក់ព័ន្ធជាមួយនឹងគាត់មកបន្តអញ្ចឹងណាបាទហើយច្បាប់សម្រាប់សិស្សឬក៏សម្រាប់បុគ្គលិកយើងគឺមិនឲ្យគាត់មកតាន់ពេលតាន់វេលាតាន់វេលាឬមានការគោរពទៅលើអតិថិជនមិនលើកទូរស័ព្ទនៅពេលដែលគាត់ចាប់ផ្ដើមធ្វើការងារអីចឹងទៅបាទហើយអ្វីដែលចង់ចាំបំផុតចំណុចទី SOC flow ហ្នឹងមានន័យថា welcome មានការស្វាគមន៍ការវិភាសាការរៀបចំការកាត់ការបង្កើត style ការឆែកទៅលើមុននឹងយើងធ្វើហើយយើងត្រូវឆែកមកវិញទៅមកបើservice នេះគឺទៅនឹងជាមួយប្រយោបល់គាត់ថាគាត់ចង់បានផលិតផលឬថែទាំអីអត់អញ្ចឹងណាទៅមកបានយើង clean ឧបករណ៍សម្ភារៈរួចជាស្រេចអញ្ចឹងហើយនេះជា SOP សម្រាប់បងប្អូនអាចយកទៅប្រើប្រាស់បានសម្រាប់បងប្អូនដែលចង់ដឹងថាតើយើងបើកហាងកាត់សក់ហ្នឹងយើងគួរដំណើរការចេញពីណាទៅណាដើម្បីឲ្យបុគ្គលិករបស់យើងឬក៏សិស្សរបស់យើងចេញទៅគាត់មាន process ត្រឹមត្រូវមានដំណើរការនៃការកាត់ត្រឹមត្រូវហើយអាចបញ្ជូនតអាចបរៀនតគ្នាបានអញ្ចឹងណាបងប្អូនអរគុណច្រើនបងប្អូន